បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះសូមតកម្មបង្ហាញរូបចម្លាក់ដែលទើបស្រាប់ហើយថ្មីបងណានេះហើយជាងមួយនៅសល់ជាងមួយទៀតបងប្អូនស្អែកខ្ញុំបង្ហាញបងស្រាមបន្តិចជាងមួយទៀតស្រោបប្រភេទភ្លុកចម្លាក់ខាងភ្លុកនេះប្រភេទ fossil បាទសាច់កថាពណ៌បាទកម្មចាស់ពីដើមពាក់ខ្លាយជាថ្មមិនមានតែមុខមានច្រើនមុខហ្នឹងណាក្តាំងតែមកណាបាទឃើញសាច់កម្មទូចមានមានធំហ្នឹងបាទខ្ញុំស្គាល់មិនអស់ទេបងប្អូនខាងខ្សែកភេទចាស់ពីដើមគាត់ពាក់ហ្នឹងបាទស្គាល់មិនអស់ទេតែគាត់ស្គាល់ច្បាស់គឺកថាពណ៌ម្ដងនេះបាទហ្វាច់ធំនេះនិយាយទៅមានចម្លាក់ដែលមានស្រាប់មានតួអង្គកចាយមួយអង្គចាញ់មានបលាំងពេជ្រមាន2អង្គតែអង្គធំនេះបងប្រុសខាងផ្សត់យកឯនេះចឹងជួរនេះតើមានម្ចាស់ទេពុកមាខាងរតនគិរីទៅបងគាត់ចង់ជាវចឹងណាទទួលគាត់ផ្ញើប្រភេទសាច់បាទសាច់កថាពណ៌ខ្ចងមកឆ្លាក់ចឹងគាត់ក៏ទុកបច្ច័យសម្រាប់ឆ្លាក់បាទចឹងគឺនៅទេបាត់មុខនេះផ្សេងមានបលាំងពេជ្របាទសាងពីថ្មតែមួយបាទជាប់ឡើងណែនហ្នឹងកម្មទូចធំនឹងស្អីខ្លះទេខ្ញុំស្គាល់មិនអស់ទេបើគាត់ស្គាល់ច្បាស់ជាងគឺហ្វាច់កថាពណ៌តែម្ដងបងបាទនេះពុតខ្វមបាទកម្មតូចកម្មធំមកលាចូលគ្នាឡើងក្តាំងមិនតែមុខណាខ្លះពណ៌ទឹកមាសខ្លះពណ៌សខ្លះពណ៌យ៉ាងក្រហមខ្លះពណ៌យ៉ាងខ្មៅនេះកណេះទៀតបងតួអង្គមានកណេះមួយអង្គកចាយមួយអង្គចាញ់មានបលាំងពេជ្រមួយអង្គបិទមុខមួយអង្គនេះកណេះผมមកចម្លាក់ច្បាស់ជូនម្រាមដៃប្រភេទអីបាទមើលចាក់ស្ដែងនេះកចាយនេះអង្គនេះរឿងធំបងប្អូនថ្លាញ់ធំតែចៅធំបានជាប់វាច់កថាពងឲ្យរឿងធំនេះចំនេះក្នុងកាយដៃនេះហើយនេះតួអង្គដែលមានភ្ញៀវដែលមានម្ចាស់នេះភ្ញៀវក៏ផ្ញើស្រោបមួយអង្គដង្សាងអីនេះពណ៌ខ្មៅនេះអានេះបំផ្លាញពោធិ៍សាត់នៅខ្សែកគាត់មកឈុតទៀតនៅលើកន្លែងរបូជាចឹងតងវេមាត់ចំមកអីភ័ក្រច្បាស់ជូនហើយនេះអីសីបាទក្បាលខ្លាជាមួយនឹងតួអង្គកចាយណៈប្អូនរាភ្លេងខ្មែរស្រោប100គាត់ថ្លាញ់កចាយទូចណាទូចហ្នឹងណាហើយនឹងអីសីខ្លាក៏ទូចល្មមដែរមិនធំទេបង្ហាញទួបងប្អូនណាមកជួរមុខនេះមានម្ចាស់ហើយអញ្ចឹងនៅជួរក្រោយបាទនេះកចាយសាងពីភេទរកាខ្មៅបាទខ្លឹមការខ្មៅចុះញ៉ាក់ឯក5មុខបាទមានរិស័យអង្គរកំពើជូកងោកនិងទុនត្រៀនខេតបាទស្អែកហ្នឹងគេតែជាងឆ្លាក់បងស្អែកណាហើយនេះចម្លាក់ស្រាងពីខ្លឹមបកខ្លត់មាន2អង្គមានព្រះអង្គបាទកចាយណៈបាទហើយនឹងព្រះអង្គប្រពុតខ្វមឬព្រះអង្គបិទមុខបងមាន2អង្គហ្នឹងចុះញ៉ាក់ឯក5មុខដូចគ្នាបងអរគុណបងប្អូនបង្ហាញប៉ុណ្ណឹងចម្លាក់ដែលមានស្រាប់សម្រាប់ចែកម្លែកមានតួអង្គកណេះមួយអង្គកំចាយ2អង្គបិទមុខមួយអង្គចំណែកឯបញ្ញាក្អែកវ៉ក្លូតមានប្រពុតខ្វមនិងកំចាយតកតងបានចម្លាក់បងប្អូនចាំចូលឆាតអរគុណសូមជម្រាបលា